ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះស្រីសាក់មកពីក្រុម SC1 នៅក្នុងវីដេអូនេះផងដែរខ្ញុំមកធ្វើការបញ្យល់តាក់ទងទៅនឹងការ create file ដើម្បី store command line ដើម្បីយកមកប្រើប្រាស់អញ្ចឹងនៅពេលដែលយើងបានន័យថានៅពេលដែលយើងបង្កើត file មួយដើម្បី store ទៅលើ command line ហើយយើងអាចហៅទៅលើឈ្មោះ file ហ្នឹងមកវានឹងអាចហៅ command line ហ្នឹងមកប្រើបានយើងមិនបាច់សរសេរវែងទេយើងហៅតែឈ្មោះ file ហ្នឹងដើម្បីមកប្រើចឹងនៅក្នុងនេះខ្ញុំបាន remote ទៅក្នុង Gitbash រួចរាល់ហើយចឹងជាដំបូងខ្ញុំធ្វើការ create ទៅលើ folder សិនប៉ុន្តែមុននឹង create ខ្ញុំ ls មើលសិនថាខ្ញុំមានអីខ្លះចឹងនេះគឺជា folder ឬជា file ដែលខ្ញុំមាននៅក្នុងYouTube របស់ខ្ញុំចឹងជាបន្តទៀតខ្ញុំវាយ command ចឹងដើម្បីបង្កើត file បានយើងវាយ vi តំមកតំទៀតខ្ញុំដាក់ឈ្មោះ file ខ្ញុំដាក់ឈ្មោះខ្ញុំ .sh ចឹង sh នេះបណ្ដាលវាជា secure ហើយវាជា file ចឹងពេលដែលខ្ញុំវាយហើយខ្ញុំធ្វើការ enter ចឹងនៅក្នុងកន្លែងនេះផងដែរដើម្បីឲ្យយើងអាច insert បានយើងធ្វើការវាយអក្សរ i មកចឹងយើងអាច insert បានហើយបន្តមកទៀតយើងចឹងខ្ញុំមាន comment មួយដែលខ្ញុំបាន copy ទុកនេះចឹងខ្ញុំធ្វើការ copy comment ហ្នឹងមកបន្តមកទៀតខ្ញុំយកមកផាសនៅត្រង់កន្លែងនេះចឹងនៅពេលដែលខ្ញុំបានផាសវារួចរាល់ហើយខ្ញុំទៀងទាត់វារួចរាល់ហើយយើងគ្រាន់តែវាយទៅយើងចុចទៅលើ keyword escape មួយបន្តមកទៀតយើងវាយទៅលើ shift ចុច2បន្តមកទៀតវាយ W ដើម្បីឲ្យវា write cell ចូលទៅក្នុង file របស់យើងអញ្ចឹងចុច W មកអញ្ចឹងវានឹងចេញប្រាប់យើងថាយើងនៅក្នុង file វាមាន13 line ហើយវាមានចំនួន520 byte គឺវា write 10មានថាវា write ចូលក្នុង file របស់យើងហើយអញ្ចឹងនៅពេលដែលយើងបាននេះហើយយើងwrite ចូលក្នុង file ហើយយើងគ្រាន់តែចុច shift ចុច2ម្ដងទៀតហើយយើងវាយអក្សរ Q ដើម្បីចេញពីកន្លែងហ្នឹងអញ្ចឹងយើងចូលមកដល់កន្លែងនេះវិញហើយអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការ ls មើល file របស់ខ្ញុំអញ្ចឹងនេះគឺជា file ដែលខ្ញុំបានបង្កើតមិញហ្នឹងហើយមួយវិញទៀតនៅពេលដែលយើងមាន file ហ្នឹងហើយយើងត្រូវផ្ដល់សិទ្ធិទៅឲ្យ file របស់យើងអញ្ចឹងខ្ញុំវាយ command មួយដើម្បីផ្ដល់សិទ្ធិ ch mod បន្តទៀតខ្ញុំដាក់ 700ហើយខ្ញុំដាក់ឈ្មោះ file sh ចឹងនៅក្នុងកន្លែងនេះគឺបានន័យថាខ្ញុំផ្ដល់សិទ្ធិទៅឲ្យ file ហ្នឹងគឺមានតែយើងទេដែលអាចចូលប្រើប្រាស់បានបើសិនជាអ្នកផ្សេងគឺអាចចូលប្រើប្រាស់បានទេដោយសារតែយើងដឹងហើយថានៅក្នុងLinux របស់យើងគឺមានមនុស្សច្រើនប្រើប្រាស់ច្រើនអញ្ចឹងបើសិនជាយើងអត់ផ្ដល់សិទ្ធិឲ្យវាទេវានឹងអាចមានគេចង់ចូលអញ្ចឹងទៅអញ្ចឹងយើងត្រូវតែផ្ដល់សិទ្ធិឲ្យវាដើម្បីឲ្យមាន security អញ្ចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំវាយ command ហើយខ្ញុំកាត់ enter បន្តមកទៀតយើងវាយ command មួយទៀតដើម្បី run ទៅលើ file របស់យើងដែលយើងមានផ្ទុកទៅលើ command line មិញហ្នឹងអញ្ចឹងខ្ញុំវាយ paste ហើយខ្ញុំដាក់ឈ្មោះ file មិញមក sh អញ្ចឹងពេលខ្ញុំវាយហើយខ្ញុំធ្វើការ enter អញ្ចឹងនេះគឺមានដូចជា enter ទៅលើ keyword RAM CPU HDD net time និង IP ដែលយើងបាន copy ទៅលើ command line ហ្នឹងដាក់ចូលក្នុង file ហ្នឹងរួចរាល់ហើយអញ្ចឹងវាបង្ហាញមកបែបនេះអញ្ចឹងបើសិនជាខ្ញុំវាយទៅលើ RAM វានឹងបង្ហាញចេញទៅលើ RAM មានដូចជា memory គឺដូចជា total use free share buff cache available អញ្ចឹងទៅហើយបើសិនជាយើងវាយទៅលើ CPU ក៏វានឹងបង្ហាញ CPU ឲ្យយើងមើលដែរនេះគឺជាតកតងទៅនឹង CPU mode ក៏ដូចជា CPU មាន2អញ្ចឹងទៅហើយបើសិនជាយើងវាយទៅលើ HDD វានឹងបង្ហាញទៅលើ hard disk ក៏ដូចជា storage អញ្ចឹងទៅហើយចំពោះ net គឺវាបង្ហាញទៅលើ IP address ឬក៏ subnet mask ដែលយើងមាននៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងទៅនេះមានដូចជា inet អញ្ចឹងទៅ IP address inet ឬក៏ subnet mask ដែលយើងមានហើយមួយទៀតគឺ time វានឹងបង្ហាញទៅលើ time របស់កុំព្យូទ័ររបស់យើងនេះគឺជា time ដែលមានដូចជា local time អញ្ចឹងទៅ time zone គឺភ្នំពេញដែលខ្ញុំបានដូរវារួចរាល់ហើយអញ្ចឹងចំពោះ IP បើសិនជាយើងចង់ឆែកវាយើងគាត់ទៅវាយ IP មក
វានឹងឃើញទៅលើ IP ដែលយើងនៅលើកុំព្យូទ័ររបស់យើងហើយមួយវិញទៀតបើសិនជានៅក្នុង file របស់យើងវាមានកំហុសអីមួយចឹងទៅឧទាហរណ៍ថាយើងផ្លិចត្រង់ណាមួយឬក៏ comment របស់យើងខុសចឹងទៅយើងអាចចូលទៅកែបានយើងគ្រាន់តែចូលទៅក្នុង file របស់យើងវិញហ្នឹងមកឥឡូវខ្ញុំធ្វើឲ្យមើលអញ្ចឹងបើសិនជាយើងចង់ចូលទៅកែយើងគ្រាន់តែវាយទៅលើ comment Vim នេះមកហើយយើងចុចទៅលើ file របស់យើងហើយយើង enter មកបន្តមកទៀតយើងវាយទៅលើអក្សរ I មួយអញ្ចឹងវានឹងឲ្យយើងកែប្រែទៅលើ comment line របស់យើងហើយយើងចង់កែថាដាក់មិនក៏បានតែប៉ុន្តែបើសិនជាយើងគិតថាត្រូវហើយយើងអាចវាយC.2 មកយើងវាយទៅលើ escape សិនច្រឡំហើយយើងវាយ C.2 មកហើយយើងវាយអក្សរ Q ដើម្បីចេញទៅវិញចឹងឥឡូវខ្ញុំបានចេញមកវិញហើយអញ្ចឹងវីដេអូរបស់ខ្ញុំទៅលើការ copy create file ដើម្បី store ទុក comment line ដើម្បីយកមកប្រើប្រាស់គឺមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ